ចំណងជើងគឺសៀវភៅដ៏មានអារម្មណ៍នៅក្នុងភូមិតូចមួយមានក្មេងប្រុសឈ្មោះសុភាគាត់ជាក្មេងដែលស្គាល់ថាជាអ្នកខ្ជាប់ខ្ជួននិងមានស្រមោលស្រឡាញ់ការសិក្សាប៉ុន្តែក្នុងគ្រួសាររបស់គាត់មានស្ថានភាពក្រីក្រម្ដាយគាត់គឺជាអ្នកលក់សម្លម្ជូរមួយថ្ងៃបានប្រាក់តិចតួចដើម្បីគាំទ្រជីវិតរៀងរាល់ថ្ងៃសុភាគ្មានលុយទិញសៀវភៅដូចក្មេងដទៃទេតែគាត់មិនបោះបង់រៀងរាល់ថ្ងៃបន្ទាប់ពីរៀនចប់គាត់នឹងទៅបណ្ណាល័យសាលាសួរសៀវភៅអានសៀវភៅជាគូស្នេហ៍របស់គាត់ស្រឡាញ់អានសៀវភៅភាសាខ្មែរនិងវិទ្យាសាស្ត្រគាត់កត់ចំណាំរៀនពីចំណេះដឹងថ្មីដើម្បីអភិវឌ្ឍខ្លួនឯងមួយថ្ងៃមានការប្រឡងទូទាំងខេត្តសិស្សជាច្រើនស្រមៃថាសុភានឹងមិនអាចឈ្នះបានទេព្រោះគាត់គ្មានគ្រូបង្រៀនឯកជនដូចគេតែជាស្រមោលភ្ញាក់ផ្អើលសុភាគ្រប់គ្នាជ័យលាភីលេខ1គាត់បានទទួលអាហារូបករណ៍ទៅរៀននៅវិទ្យាល័យល្បីមួយគាត់បានឱកាសជួបជុំជាមួយក្មេងជាច្រើនដែលធ្លាប់ដឹងតែការលេងប៉ុន្តែសុភាបានចែករំលែកបទពិសោធន៍របស់ខ្លួនឲ្យពួកគេពោលថាចំណេះដឹងគឺជាទ្រព្យសម្បត្តិដែលគ្មានអ្នកអាចប្លន់យើងបានប្រសិនបើយើងខិតខំចេះតែមួយថ្ងៃវានឹងជួយផ្លាស់ប្ដូរជីវិតយើងចុងបញ្ចប់សុភាបានក្លាយជាគ្រូបង្រៀនហើយបើកមណ្ឌលសិក្សាមួយឲ្យកុមារក្រីក្រឲ្យពួកគេបានទទួលការអប់រំដូចគាត់សារៈសំខាន់ការខិតខំអប់រំខ្លួនឯងជាឧបករណ៍ដ៏អស្ចារ្យមួយក្នុងការផ្លាស់ប្ដូរជីវិត